លោកស៊ីជីនពីងសាទរសក្ការៈថ្មីក្នុងការទំនាក់ទំនងរវាងអាមេរិកនិងចិនប៉ុន្តែព្រមមានលោកត្រាំលើកោះតៃវ៉ាន់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមេដឹកនាំចិនស៊ីជីនពីងបានសាទរចំពោះយុគសម័យថ្មីនៃទំនាក់ទំនងរវាងអាមេរិកនិងចិនដែលកំណត់ដោយការទំនាក់ទំនងធិរភាពនិងការគ្រប់គ្រងការប្រកួតប្រជែងក្នុងកិច្ចការពិភាក្សាជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំដែលសេតវិមានពិពណ៌នាថាល្អប៉ុន្តែលោកស៊ីជីនពីងក៏បានព្រមានថាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតក្នុងការទំនាក់ទំនងរវាងចិននិងអាមេរិកហើយវាអាចបង្កើតស្ថានភាពដ៏គ្រោះថ្នាក់យ៉ាងខ្លាំងប្រសិនបើមានការដោះស្រាយខុសណាមួយស្រមោលនៃសង្គ្រាមអ៊ីរ៉ង់ចំនួននៅវិបត្តិថាមពលសកលគឺជាប្រធានបទសំខាន់នៃការសន្ទនាមន្ត្រីសេតវិមានបាននិយាយថាលោកត្រាំនិងលោកស៊ីជីនពីងបានព្រមព្រៀងគ្នាថាចុចសមុទ្រ Hormuz ដែលជាចំណុចឆ្នូរសំខាន់សម្រាប់ពាណិជ្ជកម្មប្រេងត្រូវតែនៅបើកចំហ